បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូមិត្តអ្នកសិក្សានិងបងប្អូនសិស្សានុសិស្សទាំងអស់បាទថ្ងៃនេះខ្ញុំនឹងដោះស្រាយសមីការបាទលើកយកនៅលំហាត់ដោះស្រាយសមីការដែលជាកម្រិតថ្នាក់អនុវិទ្យាល័យបាទអញ្ចឹងថ្ងៃនេះខ្ញុំមាន5លំហាត់នេះបាទអញ្ចឹងយើងនឹងដោះស្រាយដោយប្រទៅសម្រាប់ខ្ទង់ក5កតា 2x ដក1ដក4កតា 5x ដក2ស្មើ19ដក2កតា x បូក2បាទអញ្ចឹងជំហានដំបូងខ្ញុំគុណពលាតបាទគុណពលាតមក5គុណឲ្យ2 10x 5គុណឲ្យដក1បានដក5ដក4គុណឲ្យ 5x បានដក 20x ដក4គុណឲ្យដក2បានបូក8បាទហើយយើងដាក់សញ្ញាស្មើនៅកន្លែងនេះតំណាក់19មកដដែលដក2គុណឲ្យ x បានដក 2x ដក2គុណឲ្យ2បានដក4បាទជំហានបន្ទាប់គឺគ្រាន់តែគណនាបាទ 10x ដក 20x จึงបានដក 10x បាទដក 10x ដក5បូក8នេះយើងនៅសល់3បាទจึงបានបូក3អញ្ចឹងបូក3ខ្ញុំបោះមកអង្គទី2បានដក3នេះដក3នេះបាទហើយឡែកនៅខាងអង្គទី2នេះវិញដក 2x ដក 2x នៅអង្គទី2ខ្ញុំបោះមកអង្គទី1យើងដូរសញ្ញាវាមកជាសញ្ញាបូកអញ្ចឹងគឺបានបូក 2x វិញអញ្ចឹងសញ្ញាស្មើ19ដក4នេះគឺស្មើ15បាទយើងកណនាបន្តទៀតដក 10x បូក 2x គឺស្មើដក 8x បាទសញ្ញាស្មើទុកនៅដដែល15ដក3ស្មើ12បាទអញ្ចឹងជំហានបន្ទាប់ដើម្បីរកតម្លៃ x គឺយើងគ្រាន់តែបោះដក8មកអង្គទី2បាទដក 8x គឺយើងឃើញថាវាជាប្រមាណវិធីគុណដក8គុណដល់ x អញ្ចឹងមកពេលដែលយើងបោះដក8មកអង្គទី2គឺយើងត្រូវបោះវាទៅជាប្រមាណវិធីចែកវិញអញ្ចឹងមានន័យថាដក8គុណដល់ x នៅអង្គទី1គឺប្រមាណវិធីគុណអញ្ចឹងអង្គទី2មានន័យថាវាខ្លាយទៅជាប្រមាណវិធីចែកវិញបាទអញ្ចឹងបើកាលណានៅអង្គទី1វាដក8គុណ x របស់អង្គទី2គឺយើងយកដក8នេះមកដាក់នៅភាគបែងបាទអញ្ចឹងយើងបាន x ស្មើដកឲ្យ12លើ8បាទដកឲ្យ12លើ8បន្ទាប់មកខ្ញុំសម្រួល12នឹងឲ្យយើងសម្រួលនឹង4មក12ចែក4 13 8ចែក4នៅ2បាទអញ្ចឹងចម្លើយរបស់យើងគឺ x ស្មើដក3លើ2បាទហើយសូមបញ្ជាក់ផងដែរថាសម្រាប់លំហាត់ដោះស្រាយសមីការសញ្ញាស្មើគឺយើងត្រូវដាក់នៅតារាចំណុចបាទគឺយើងដាក់នៅកណ្ដាលអង្គទី1និងអង្គទី2បាទដើម្បីដោះស្រាយហ្នឹងគឺយើងបោះអាញាត់មកអង្គទី1បោះលេខមកអង្គទី2វិញមកបាទអត់មានដាក់សញ្ញាស្មើឯណានៅខាងមុខនេះទេណាគឺយើងដាក់នៅកន្លែងហ្នឹងរហូតបាទបាទយើងមើលលំហាត់ខ្ទង់ខវិញម្ដងខ្ទង់ខ7កតា 2x ដក5ដក4x ដក11ស្មើ9កតា x ដក6បូក29ដូចគ្នាដែរយើងគ្រាន់តែគុណពន្លាតបាទគុណពន្លាតមក7គុណឲ្យ 2x បាន 14x 7គុណឲ្យដក5បានដក35ដកគុណឲ្យ 4x បានដក 4x ដកគុណឲ្យដក11បានបូក11ស្មើបាទអានេះចឹងដែរ 9x 9គុណដក6បានដក54 29យើងតម្លាក់បន្ទាប់មកយើងគណនាទៀតមក 14x ដក 4x យើងនៅសល់ 10x ដក35បូក11យើងនៅសល់ដក24ដក24នៅអង្គទី1យើងបោះវាមកអង្គទី2បានបូក24
បាទបានបូក24អង្គទី2វិញម្ដង 9x នៅអង្គទី2សញ្ញាបូកយើងបោះវាមកអង្គទី1គឺបានសញ្ញាដកវិញបាទ 9x គឺបានដក 9x វិញស្មើដក 54 បូក 29 គឺស្មើដក 25យើងគាត់អគ្គណែវាលើកមកគឺយើងបាន x ស្មើដក 1 អញ្ចឹង x ស្មើដក 1 គឺជាឫសនៃសមីការបាទ x ស្មើដក 1 គឺជាឫសនៃសមីការចូលដល់លំហាត់ទង្គរបាទ 19ដក 15 កតា 3x បូក 1 កតា 3x បូក 1 ស្មើ 36 ដក 6 កតា 5x ដក 3 ដក 5 កតា x បូក 7 បាទគឺដូចគ្នាដែរយើងគ្រាន់តែគុណពលាតមកបាទ19ទុកនៅកណ្ដាលនៃដក 15គុណឲ្យ 3x ចឹងបានដក 45x នេះដក 15នេះគុណពលាតមួយទៀតមកគឺគុណនឹង1យើងបានដក 15គុណនឹង1ស្មើដក 15ដដែលបាទសញ្ញាស្មើ36យើងទម្លាក់ដដែលដក 6គុណឲ្យ 5x យើងបានដក 30x ដក 6គុណឲ្យដក 3យើងបានបូកដក 8ដក 5គុណឲ្យ x យើងបានដក 5x ដក 5គុណឲ្យ 7យើងបានដក 35បាទជំហានទី2យើងគណនាទៀតមកបាទដក 45x នេះយើងទុកនៅដដែល19ដក 15 ដក 19ដក 15គឺយើងបាន4បាទស្មើ4នៅអង្គទី1យើងបោះវាមកអង្គទី2យើងបានដក4នេះបាទបានដក4 36នេះអង្គទី2ណា36បូក18នេះក៏យើងសម្គាល់នេះចឹង36នេះយើងយកដកឲ្យវា35នេះដកឲ្យ35 36ដក35មកសល់1 1បូក18យើងបាន19បាទហើយខ្ទង់ x ដក 30x ដក 5x យើងបានដក 35x ដក 35x បោះមកអង្គទី1យើងបានបូក 35x វិញបាទជំហានបន្ទាប់យើងគណនាទៀតដក 45x បូក 35x ស្មើដក 10x 19ដក 4ស្មើ15អញ្ចឹង x របស់យើងគឺស្មើបាទនេះដូចគ្នាដែរដក 15លើ10គឺមានន័យថាយើងបោះនេះដក10នៅអង្គទី1នេះបោះមកអង្គទី2គឺវាបានសញ្ញាចែកវិញបាទវាបានចែកវិញអញ្ចឹងគឺស្មើ15លើកដក10ឬក៏យើងសរសេរដក15លើក10បាទបន្ទាប់មកសម្រួលនឹង5បាទសម្រួលនឹង5 15ចែកឲ្យ5ស្មើ3 10ចែកឲ្យ5ស្មើ2បាទអញ្ចឹងនេះគឺជាចម្លើយនៃសមីការរបស់យើងគឺ x ស្មើដក3លើក2ខ្ទង់ខដូចគ្នាដែរគឺពលាតដូចគ្នាដែរបាទពលាតដូចគ្នាដែរមកនេះ 2x ដក1លើកជើងការ៉េនេះយើងបាន 2x ដក1លើកជើងការ៉េប្រើតាមរូបមន្ត a ដក b លើកជើងការ៉េមកគឺស្មើ a ការ៉េដក 2ab បូក b ការ៉េបាទអញ្ចឹង a របស់យើងគឺ 2x អញ្ចឹង a ការ៉េយើងគឺ 2x លើកជើងការ៉េយើងបាន 4x ការ៉េ 4x ការ៉េដក 2x សញ្ញាដកដែលនេះសំទោសដក 2ab អញ្ចឹងខ្ទង់ a យើង 2x ខ្ទង់ b យើង 1អញ្ចឹងដក 2ab មានន័យថា2គុណឲ្យ 2x គុណឲ្យ 1អញ្ចឹងបានដក 4x បាទអានេះបូកឲ្យ 1គឺមានន័យថាបូកឲ្យ b ការ៉េ b ការ៉េយើងគឺ b ស្មើ1អញ្ចឹង b ការ៉េក៏1នេះចឹងដែរប្រើតាមរូបមន្ត a បូក b ដូចជាការ៉េមកបានa ការ៉េបូក2ដង ab បូក b ការ៉េ
chẳng trong a bảo dưỡng cứ 7x này trong a 7x chẳng cứ dương 3 a cái smart 9x cái bọc pi đong a 3 pi con này 7x ban 6x 6x con này 5 ban 30x ហើយបូក 3 cái đấy គឺ 5 cái đấy 25 បាទ 5 cái đấy 25 ស្មើឲ្យនេះហ៊ានគុណពលាតមក 13x ការ៉េ 13គុណឲ្យដក 1 បានដក 13 មក 143 បាទជំហានបន្ទាប់គឺយើងគណនាដែរបាទនេះ 4x ការ៉េ បូក 9x ការ៉េយើងបាន 13x ការ៉េ 13x ការ៉េបាទចឹងអានេះយើងគណនាហើយនេះនឹងអានេះយើងគណនាហើយបាទឥឡូវយើងចូលដល់ខ្ទង់ x ពេញម្ដងដក 4x នៃដក 4x បូក 30x គឺយើងបាន 26x 26x បាទលេខបាទ1បូកឲ្យ 25យើងបាន 26 បោះមកអង្គទី2បានដក 26 បាទដក 26 អញ្ចឹងអង្គទី1នេះយើងបានគណនាវារួចរាល់យើងមកមើលអង្គទី2វិញម្ដង 13x ការ៉េ 13x ការ៉េនេះខ្ញុំបោះមកអង្គទី1វាបានដក 13x ការ៉េដក 13 បូក 143យើងបាន 130 បាទតនេះ 130 បន្ទាប់មកយើងគណនាវាទៀតមកបាទ 13x ការ៉េដក 13x ការ៉េអស់អញ្ចឹងយើងមកសល់ 26x ស្មើ130ដក 26វាស្មើ 104 ស្មើ 104យើងទាញរក x មកស្មើ 104ចែកឲ្យ 26អញ្ចឹង x ចឹងស្មើ 4 បាទអញ្ចឹងដូចនេះ x ស្មើ 4 គឺជារឹសនៃសមីការបាទ x ស្មើ 4 ជារឹសនៃសមីការចូលដល់ខ្ទង់ងដូចគ្នាដែរបាទខ្ទង់ងយើងគុណពលាតបាទ 13x គុណឲ្យ x យើងបាន 13x ការ៉េ 13x គុណឲ្យ 2យើងបាន 26x បាទ 13x នេះអស់ហើយអញ្ចឹងយើងគុណដក 4 វិញម្ដងដក 4 គុណឲ្យ x យើងបានដក 4x ដក 4 គុណឲ្យ 2យើងបានដក 8 សញ្ញាស្មើ 3x គុណឲ្យ 5x យើងបាន 15x ការ៉េ 3x គុណឲ្យដក 3យើងបានដក 9x 3x 3x ហ្នឹងគឺអស់ហើយឥឡូវយើងចូលដល់ 1 វិញម្ដង 1 គុណឲ្យ 5x យើងបាន 5x 1គុណឲ្យដក 3យើងបាន 13 អញ្ចឹងសម្រាប់ពីកតានេះយើងបានគុណពលាតរួចរាល់ដល់កន្លែងនេះវិញម្ដងដកគុណឲ្យ 2x ការ៉េយើងបានដក 2x ការ៉េដកគុណឲ្យ 5យើងបានដក 5 បាទអញ្ចឹងជំហានបន្ទាប់គឺយើងគណនាដដែល13x ការ៉េបាទយើងទុកវានៅដដែល 13x ការ៉េទុកវានៅដដែល 26x 26x ដក 4x យើងបានវា 22x ដក 8 បោះមកអង្គទី2យើងបានបូក 8 អញ្ចឹងអង្គទី1យើងបានគណនាវារួចរាល់អង្គទី2វិញម្ដង 15x ការ៉េដក 2x ការ៉េនេះគឺយើងបានវា13x ការ៉េ 13x ការ៉េនៅអង្គទី2យើងបោះវាមកអង្គទី1គឺយើងបានដក 13x ការ៉េបាទដក 13x ការ៉េដក 9x បូក 5x យើងបានដក 4x ដក 4x នៅអង្គទី2យើងបោះវាមកអង្គទី1បានបូក 4x វិញបាទដក 3 ដក 3 ដក 5 គឺយើងបានដក 8 នេះបាទដក 8 អញ្ចឹងយើងបាន 26x ស្មើ 0
នាំឲ្យ x ស្មើ0បាទតើកាលណា26x ស្មើ0មិនថាតម្លៃនេះប្រមាណក៏ដោយឲ្យតែវាគុណជាមួយ x ឲ្យស្មើ0មានន័យថា x ស្មើ0ហើយបាទឧទាហរណ៍ខ្ញុំសរសេរ110បាទ110x ស្មើ0 110x ស្មើ0អញ្ចឹងសួរថា x នេះអាចស្មើប្រមាណក្រៅពី0អត់ដើម្បីឲ្យ110គុណឲ្យវាឲ្យស្មើ0អត់ទេមានតែតម្លៃ0មួយគត់ដែលធ្វើឲ្យចំនួនទាំងឡាយគុណជាមួយវាហើយគឺស្មើ0បាទអញ្ចឹងមិនថាប្រមាណទេគុណមួយ x ស្មើ0ហើយ x របស់យើងហ្នឹងគឺស្មើ0បាទអញ្ចឹងសមីការរបស់យើងគឺមានឬ x ស្មើ0អញ្ចឹងខ្ញុំសូមបញ្ចប់នៅវីដេអូនេះប៉ុណ្ណេះសូមអភ័យទោសប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយឬក៏ខ្ញុំបញ្យល់មិនបានច្បាស់បាទសូមអភ័យទោសនិងសូមអរគុណ